ជំរាបសួរលោកអង្គញាបាទសូមជម្រាបសួរតើនៅក្រោមដំបូលមង្គលធីគ្រប់នឹងមានក្រុមហ៊ុនរកស៊ីអ្វីខ្លះទៅសូមអញ្ជើញបាទក្រុមហ៊ុនមង្គលធីគ្រប់គឺសំខាន់ផ្ដោតទៅលើវិស័យកសិកម្មកសិឧស្សាហកម្មគឺយើងមានដាំដូងប្រេងដាំអាកាសចាដាំកៅស៊ូហើយនឹងមានក្រុមហ៊ុនសំណង់ហើយក្រុមហ៊ុនចិញ្ចឹមសត្វដូចជាចិញ្ចឹមជ្រូកដែលយើងយកពូជមកពីទីក្រុងយកផ្សាយពូជយកសៀដែលសហការបច្ចេកទេសជាមួយនឹងក្រុមហ៊ុន ACMC จากភពអង់គ្លេសហើយក៏ចំគូយកទឹកដោះនិងសាច់ផុយនៅจากភពអង់គ្លេសហើយយើងបានឲ្យនិស្សិតទៅរៀនដើម្បីយកបច្ចេកទេសពីអង់គ្លេសយកមកអនុវត្តនៅកម្ពុជាផងដែរបាទជាការពិតណាស់លោកអញ្ញាមានអ្វីនៅថ្ងៃនេះគឺជាលទ្ធផលដែលបានមកដោយការតស៊ូយ៉ាងស្វិតស្វាញក្នុងរយៈពេលជាង30ឆ្នាំកន្លងទៅនេះជាដំបូងខ្ញុំសូមអនុញ្ញាតឲ្យលោកអញ្ញារៀបរាប់បន្តិចអំពីជីវិតតស៊ូរបស់លោកអញ្ញាមុនសម័យខ្មែរក្រហមសូមអញ្ជើញបាទការពិតទៅខ្ញុំមានស្រុកកំណើតនៅភូមិតាពាំងរួមឃុំរវៀងស្រុកសំរោងខេត្តតាកែវហើយមានបងប្អូន12នាក់បងប្អូនខ្ញុំគឺលំបាកណាស់តាំងពីតូចមកគឺឲ្យតែចូលទៅរៀនគឺទូនំលក់សិនចំពោះខ្លួនខ្ញុំផ្ទាល់គឺក៏ជាអ្នកទូនំទៅលក់សិនបានចូលសាលាហើយដល់ចូលសាលាក្រោយគេគ្រូវាយក្រោយមកទៀតដោយសារក្រពេកក៏បញ្ចប់ការសិក្សាត្រឹមបឋមសិក្សាគិតទៅរៀនមែនតែនបាន14ឆ្នាំទេប៉ុន្តែទៅបួស5ឆ្នាំទៀតបួសពីឆ្នាំណាដល់ឆ្នាំណាដូចជាមិនច្បាស់លាស់ទេបួសមុនឆ្នាំ70ក្រោយមកទៀតខ្ញុំបានមករត់តុកទាវបួសក្រោយកាលនោះអាយុ12ឆ្នាំលោកអញ្ញាបានទៅរត់តុកទាវនៅផ្សារស៊ីឡឹបបាទបន្ទាប់មកលោកអញ្ញាបានចូលទៅធ្វើជាកម្មករជាងសំណង់កម្មករលៀបផ្ទះគេកម្មករសំណង់បាទនៅក្នុងសម័យខ្មែរក្រហមលោកអញ្ញាមានអាយុ21ឆ្នាំតើលោកអញ្ញាអាចរៀបរាប់អំពីសកម្មភាពក្នុងរយៈពេលនោះបានទេបាទចំពោះរូបខ្ញុំផ្ទាល់គឺខ្មែរក្រហមបានចាប់បង្ខំឲ្យខ្ញុំធ្វើស្រែរែកដីធ្វើទំនប់បន្លាយហើយបើរៀបរាប់ទោះបីជា1000ហើយមកយប់ទៀតក៏វាអត់ចេះចប់ដែររឿងខ្មែរក្រហមនោះវាអស្ចារ្យសម្រាប់ជីវិតអ្នកដែលជួបប្រទះនោះវាមិនមែនអស្ចារ្យស្រួលគឺអស្ចារ្យមក99%វាពិតជាស្លាប់នៅក្នុងសម័យខ្មែរក្រហមចំពោះលោកញ៉ាផ្ទាល់អ្វីជាការចងចាំមិនអាចភ្លេចបានខ្ញុំចងចាំដែលមិនអាចភ្លេចបានគឺខ្មែរក្រហមបានឲ្យខ្ញុំមកតម្រង់ជួរហើយសួរថាអ្នកណាចេះឡើងថ្នោតដល់អ្នកចេះឡើងថ្នោតគ្នាលើកដៃទៅចេះឡើងថ្នោតវាអត់ឲ្យទៅវាឲ្យអ្នកអត់ចេះឡើងថ្នោតទៅយកប័ណ្ណពិសោធន៍ឡើងថ្នោតហើយគិតមើលយកប័ណ្ណពិសោធន៍ឡើងថ្នោតមិនទៅស្រួលហើយតែដល់ធ្លាក់ងអស់3នាក់ខ្ញុំធ្លាក់ដែរតែគ្រាន់តែស្លាប់នៅក្រោយសម័យខ្មែរក្រហមឆ្នាំ1979តើខ្សែជីវិតរបស់លោកអញ្ញាបន្តយ៉ាងម៉េចខ្លះបាទជីវិតក្រោយខ្មែរក្រហមគឺក្រោយឆ្នាំ79ខ្ញុំនៅធ្វើស្រែភ្នំជីកោខ្ញុំនៅអត់បានក៏ខ្ញុំរត់មកភ្នំពេញពេលនោះខ្ញុំបបួលប្រពន្ធមកវាអត់មកជាមួយទេដោយសារតែនាមមិនស្គាល់ភ្នំពេញផងហើយខ្លាចបែកមកបែកឪក៏ខ្ញុំមកតែឯងមកហើយមកដល់ភ្នំពេញមិនដឹងទៅដេកត្រង់ណាផ្ទះស្ងាត់ឈឹងខ្ញុំក៏ដេកនៅលើមានឯករាជ្យទៅហើយតែមកភ្នំពេញគឺខ្ញុំមានតែក4កំប៉ុងហើយនឹងត្រីប្រឡាក់តូច4តែប៉ុណ្ណោះហើយដើរមកតាមផ្លូវខ្ញុំចេះតែសុំបាយជាជនហូបទៅក្រោយមកទៀតលោកអញ្ញាបានចាប់ផ្ដើមរបររកស៊ីនៅពេលដែលភរិយាបានសម្រេចចិត្តមករកលោកអញ្ញានៅភ្នំពេញជាមួយនឹងដើមទុនមាស3ហ៊ុនការចាប់ផ្ដើមរកស៊ីរបស់ខ្ញុំនឹងក្រោយមកប្រពន្ធខ្ញុំមកតាមខ្ញុំមករកខ្ញុំឃើញដល់មករកខ្ញុំឃើញខ្ញុំកំពុងតែនៅទីឈ្នួលគេទៀតពេលហ្នឹងគឺជៀនឲ្យគេខ្ញុំហ្នឹងក៏ឃើញប្រពន្ធហ្នឹងមានកវលទងវា3ហ៊ុនហ្នឹងក៏យកទៅដូរអង្គហើយដូរសាច់គោលហុងហើយកនួចចឹងមកយកមកអាំងសាច់គោអាំងនំប៉័ងលក់ក្នុងនោះផងដែរគឺយើងមិនមែនធ្វើតែប៉ុណ្្នឹងរស់ទេគឺខ្ញុំក៏ទៅដាក់ពាក្យសុំលីបាវនៅកំពង់ផែភ្នំពេញលីបាវផងចេញមករត់កង់ដុបផងក្រោយមកទៀតមានយើងរកអាលម៉កបានយើងធាក់លម៉កជើងនឹងទៀត
ច្រើនរឿងណាស់ហើយបើរៀបរាប់មកនឹងជាស្អីខ្លះជីវិតខ្ញុំគឺរកស៊ីលំបាកតស៊ូមកឃើញថាជាដំណើរជីវិតមួយចាប់ផ្ដើមពីស៊ីឈ្នួលគេបន្ទាប់មករកស៊ីខ្លួនឯងជាមួយនឹងដើមទុនមាស3ហ៊ុនរហូតដល់មានក្រុមហ៊ុនមួយដល់ល្បីឈ្មោះម៉ងរទ្ធីគ្រប់លោកអញ្ញានៅក្នុងការិយាល័យធ្វើការលោកអញ្ញាបានព្យួរតាំងស្បែកជើងកង់ឡានកញ្ចាស់មួយសល់ពីរបបខ្មែរក្រហមលោកអញ្ញាទុកស្បែកជើងនោះធ្វើអ្វីខ្ញុំគិតថាគ្មានអ្នកណាបដៅខ្ញុំបានក្រៅពីស្បែកជើងកង់ឡានទេបដៅយ៉ាងម៉េចគឺថាបើប៉ុណ្ណាជាខ្ញុំមានកំហុសឆ្គងអីបើខ្ញុំក៏លេចទៅឃើញស្បែកជើងកង់ឡានខ្ញុំគិតថាខ្ញុំមិនបាច់ធ្វើខុសទៀតទេរក្សាកុំឲ្យភ្លេចទៀតដើមចំពោះលោកអង្ញាផ្ទាល់ស្បែកជើងកង់ឡានកញ្ចាស់មួយគូនឹងគឺជានិមិត្តរូបមួយប្រាប់ឲ្យយើងប្រុងប្រយ័ត្នជានិច្ចថាទោះបីជាយីអ៊ុនកំពុងឡើងខ្ពស់ត្រដែតប៉ុណ្ណាក៏ដោយក៏វានឹងអាចធ្លាក់មកវិញតែមួយពព្រិចភ្នែកប៉ុណ្ណោះអញ្ចឹងមែនទេបាទចំពោះខ្ញុំឃើញអ្នកដែលមានបានឲ្យភ្លេចខ្លួនភ្លើភ្លេចទៀតដើមវារលាយទៅវិញច្រើនអ្នកនៅកម្ពុជានៅស្រុកគេខ្ញុំមិនដឹងខ្ញុំមិនដែលទៅនៅប៉ុន្តែនៅកម្ពុជាខ្ញុំឃើញអ្នកមានច្រើនគឺភ្លើនផឹកស៊ីស្រីញីអូនបងអីចឹងទៅយូរទៅដដែលអញ្ចឹងកុំភ្លេចថាបើយើងឡើងចុងខ្នោតពិបាកណាស់មុំទៅដល់ចុងខ្នោតតែប្រយ័ត្នតែរបូតដៃមកវិញបើមិនរបួសទេងាប់រហូតដល់បច្ចុប្បន្នហ្នឹងតើមោរទ្ធីគ្រប់បង្កើតបានការងារប៉ុន្មានហើយជូនដល់ប្រជាជនខ្មែរមនុស្សរស់ដោយសារខ្ញុំគឺប្រហែលជា10000នាក់សប្តាហ៍ថ្ងៃ10000នាក់រាប់ទាំងកូនចៅប្តីប្រពន្ធគាត់អីទាំងអស់ខ្ញុំមានសំណួរមួយដែលជាសួរលោកអង្ញាមិនបានបច្ចុប្បន្នខ្លាចជាមហាសេដ្ឋីទៅហើយតើលោកអង្ញាប្រឹងធ្វើអ្វីទៀតដូចយ៉ាងទៅសម្រានក្នុងព្រៃមួយសប្តាហ៍ម្ដងហ្នឹងការពិតទៅមកពីខ្ញុំចង់ពិបាកខ្លួនឯងបើសិនណាជាខ្ញុំមិនចង់ពិបាកខ្លួនឯងខ្ញុំដេកនៅម៉ាស៊ីនត្រជាក់ភ្នំពេញទៅមើលភ្លើងវិលអីគេចឹងទៅប៉ុន្តែខ្ញុំរៀងរាល់សប្តាហ៍ខ្ញុំតែងតែមកចំការដើម្បីមកមើលការងារបាទជាបទពិសោធន៍ដែលលោកអង្ញាចង់ចែកទៅឲ្យបងប្អូនខ្មែរដទៃទៀតតើអ្វីជាសារដែលលោកអង្ញាចង់ផ្ដល់ទៅឲ្យពួកគេខ្ញុំចង់ឲ្យបងប្អូនខ្មែរទាំងអស់សំខាន់ប្រជាជនក្រីក្រសូមឲ្យតស៊ូឡើងដេកកោព្រឹកកុំឲ្យដេកយូរពេកខ្ញុំឃើញមួយចំនួនចេះតែស្ងោតែក្រប៉ុន្តែខ្ជិលបាទខ្ញុំគិតថាចង់ឲ្យអ្នកដែលថាលំបាកថាតស៊ូកុំនិយាយថាតស៊ូអត់មានអីតស៊ូទេឥឡូវបើថាតស៊ូតើបាញ់គ្នាបានតស៊ូបើថាអត់បាញ់គ្នាបាយតស៊ូកុំហៅថាដេកសំដួលរមូលសំក្រេចឈឺតិចថាឈឺខ្លាំងអស់កម្លាំងថាវិលមុខហ្នឹងអត់កើតទេបាទសូមអរគុណលោកអង្ញាមុងរទ្ធីដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិជួបសម្ភាសតាមរយៈកម្មវិធីនាទីជីវិតជោគជ័យនៅថ្ងៃនេះ